so có sản xuấtទាំងអស់គ្នានៅខ្ញុំមកពីថ្នាក់ទី11 NCSP1 ដែលមានសមាជិកដូចជានាងខ្ញុំសុលនីដាស៊ីមសិបម៉ៃជីងហើយស្មន្ថានិងសុផាគឹមលៀមដែលការរបស់ពួកយើងនោះគឺរយៈពេលចំពុកទី2តាមម៉ូឌីណាមិកមេរៀនទី1ស្នាដភាពនិងកម្ដៅហើយយើងនឹងរយៈពេលចំណុចទី3បរិមាណកម្ដៅម៉ាស់ចឹងបរិមាណកម្ដៅគឺជាកម្ដៅដែលត្រូវផ្ដល់ឲ្យអង្គធាតុនោះ1គីឡូដើម្បីដំឡើងឬបញ្ចុះស្ថានភាពកម្ដៅម៉ាស់គឺមានរូបមន្តដូចជាសេស្មើឲ្យកុយអឹមសេដេតាតេឯបរិមាណកម្ដៅគឺមានរូបមន្តកុយស្មើឲ្យអឹមសេដេតាតេហើយយើងក៏មានຂະຫນາດរបស់រូបមន្តនេះផងដែរដោយកុយគឺជាបរិមាណកម្ដៅធម្មពលគឺជាស្រួលឯអឹមគឺជាម៉ាស់គឺជាគីឡូក្រាមសេគឺជាកម្ដៅម៉ាស់គឺជាស្រួលនៅក្នុងគីឡូក្រាមក្នុង1អង្សាសេនិងដេតាតេគឺជាបំរែបំរួលស្ថានភាពអង្សាសេចឹងឥឡូវក្រុមនាងខ្ញុំក៏មាននៅលំហាត់គំរូដែរដោយលំហាត់ហ្នឹងគេឲ្យវិធានមកថាចូលកណនីបរិមាណកម្ដៅរបស់អង្គធាតុមួយដែលមានបំរែបំរួលសីតុណ្ហភាពចំនួន10អង្សាសេនិងមានម៉ាស់5គីឡូក្រាមហើយគេឲ្យកម្ដៅម៉ាស់របស់អង្គធាតុហ្នឹងចំនួន0.2 ហ្គូលក្នុង1គីឡូអង្សាសេចឹងចង់បន្តចម្លើយនៅលំហាត់របស់យើងគឺគេឲ្យកណនីបរិមាណកម្ដៅដែលនៅក្នុងប្រធានហ្នឹងគេបានឲ្យនៅម៉ាស់បំរែបំរួលស្ថានភាពហើយនិងកម្ដៅម៉ាស់ចឹងយើងអាចអនុវត្តតាមរូបមន្តដែលយើងបានរៀនមិញគឺកុយស្មើនឹងអឹមសេដេតាតេដោយអឹមស្មើនឹង5គីឡូក្រាមសេស្មើនឹង0.2 សូក្នុង1គីឡូក្រាមអង្សាសេហើយជាមួយនឹងដេតាតេស្មើនឹង10អង្សាសេចឹងយើងអាចជំនួសវាចូលក្នុងរូបមន្តខាងលើបានដោយយើងបានកុយស្មើនឹង5គុណនឹង0.2គុណនឹង10ស្មើនឹង10សូដូចនេះបរិមាណកម្ដៅស្មើនឹង10សូដូចនេះការបកស្រាយរបស់ខ្ញុំជាមកដល់ការទីបញ្ចប់អញ្ចឹងសូមអរគុណអ្នកនរគ្នាសម្រាប់ការទស្សនា